ជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី7ព្រះមហាវីរក្សត្រខ្មែរដ៏អស្ចារ្យពូកែខាងសឹកសង្គ្រាមក្នុងសម័យអង្គរព្រះបាទជ័យវរ្ម័នទី7ព្រះអង្គជាក្សត្រខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលងើបក្រោកឈរប្រឆាំងនឹងការត្រួតត្រារបស់រាជវង្សចាមដែលមកពីភាគខាងកើតកម្ពុជាគឺអាណាចក្រចម្ប៉ាព្រះអង្គជាក្សត្រសឹកខ្លាំងពូកែដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំព្រះអង្គជាបុត្រារបស់ព្រះបាទធនន្ទ្រវរ្ម័នទី2និងបានរៀបអភិសេកមហេសី2អង្គគឺព្រះនាងឥន្ទ្រទេវីនិងជ័យរាជទេវីហើយទ្រង់មានបុត្រ4អង្គព្រះនាមឥន្ទ្រវរ្ម័នទី2និង3អង្គផ្សេងទៀតបានសុគតក្រោយពេលរំដោះក្រុងអង្គរពីចាមបានក្នុងឆ្នាំ1181ព្រះអង្គបានកសាងរាជធានីអង្គរទី3រោងប្រាសាទបាយ័នហើយព្រះអង្គក៏បាននាំយកពុទ្ធសាសនាមហាយានមកគោរពបូជាផងដែរព្រះបាទជ័យវរ្ម័នទី7ជាព្រះមហាក្សត្រមួយព្រះអង្គដែលពោពេញទៅដោយព្រហ្មវិហារធម៌មុនសិការនិងសេចក្តីអាណិតអាសូរចំពោះប្រជារាស្ត្រព្រះអង្គមានព្រះទ័យប្រាថ្នានៅសេចក្តីសុខសេចក្តីចម្រើនចំពោះប្រជារាស្ត្ររបស់ព្រះអង្គក្នុងព្រះរាជពង្សាវតារនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គក៏ជាព្រះរាជាដែលគោរពស្រឡាញ់ទៅលើព្រះពុទ្ធសាសនាផងដែរក្នុងរជ្ជកាលរបស់ព្រះអង្គគឺព្រះអង្គបានកសាងប្រាសាទជាច្រើនជាពិសេសគឺប្រាសាទបាយ័នដែលជាប្រាសាទសាសនាដ៏ធំមួយសម្រាប់តំណាងឲ្យព្រះពុទ្ធសាសនាផងនិងព្រហ្មញ្ញសាសនាផងយោងតាមឯកសារសិក្សាស្រាវជ្រាវរបស់លោកសុកសេដេសដែលជាចាងហ្វាងសាលាបារាំងសេសនៅចុងបូព្រាប្រទេសហាណូយបានបង្ហាញថាព្រះបាទជ័យវរ្ម័នទី7គឺជាស្ដេចប្រសូតឡើងនៅរវាងឆ្នាំ1120ឬយ៉ាងហោចណាស់ក្នុងឆ្នាំ1125ក្នុងរជ្ជកាលព្រះបាទសូអោយវរ្ម័នទី2ព្រះបាទជ័យវរ្ម័នទី7ជាព្រះរាជបុត្ររបស់ព្រះបាទធនន្ទ្រវរ្ម័នទី2និងព្រះមាតាព្រះនាមចូលឌៀមនៃព្រះបាទជ័យវរ្ម័នទី7ទ្រង់ឡើងគ្រងរាជ្យនៅឆ្នាំ1181គេមិនបានដឹងច្បាស់ថាព្រះអង្គចូលទីវង្គតនៅឆ្នាំណាពិតប្រាកដទេគេគ្រាន់តែសង្ស័យថាព្រះអង្គទំនងជាបានសោយរាជ្យដល់ឆ្នាំ1218នៃគ្រិស្តសករាជហើយពេលដែលព្រះអង្គសុគតទៅទ្រង់បានទទួលព្រះមរនាមថាមហាបរមសោយគត